បានមកដល់សិប្បកម្មរារីនាងខ្ញុំវិញហើយថ្ងៃនេះដែរនាងខ្ញុំក៏ចង់ញ៉ាំជាមួយនៅសាច់គោលុកឡាក់ចឹងនាងខ្ញុំថាធ្វើសាច់គោលុកឡាក់ដើម្បីញ៉ាំអាហារថ្ងៃត្រង់ទាំងអស់គ្នាហើយក៏ចង់បង្ហាញនៅផលិតផលថ្មីនិងចាស់របស់សិប្បកម្មរារីនាងខ្ញុំផងដែរចាខ្ញុំលីងខ្ទឹមសហើយចំពោះនាងខ្ញុំគឺនាងខ្ញុំលាយគ្រឿងឆាមុនបន្ទាប់មកបាននាងខ្ញុំដាក់សាច់ចុងក្រោយនេះជាទម្លាប់របស់នាងខ្ញុំដែលនាងខ្ញុំធ្វើម្ហូបរៀងរាល់ថ្ងៃចាដល់ពេលគ្រឿងបានផ្សំចូលគ្នារួចរាល់ហើយប៉ុន្តែដោយឡែកគឺនៅខ្វះផលិតផលសិប្បកម្មរារីរបស់នាងខ្ញុំចាអញ្ចឹងនាងខ្ញុំសូមបង្ហាញគឺទោះបីជាយ៉ាងណាក៏ដោយនាងខ្ញុំមិនដែលភ្លេចនៅផលិតផលខ្លួនឯងដែលត្រូវបន្ថែមបន្តិចណាក៏តិចតួចដូចស្ដាយដើម្បីរសជាតិកាន់តែឈ្ងុយឆ្ងាញ់ចាសៀងឌីណារូបរាងថ្មីនៅឆ្នាំ2026គ្រប់ស្ទាយតែម្ដងចាប៉ុន្តែនៅមួយមុខទៀតគឺមានពងទាពីលើចាបាយលុកឡាក់សាច់គោបានរួចរាល់ទឹកសៀងឌីណាផលិតផលខ្មែររសជាតិខ្មែរពីសិប្បកម្មរារីបានបដូររូបរាងថ្មី